ហើយនេះម្ចាស់ចកាពុះត្រេមផ្ទាល់មកបងប្អូនហើយនិយាយទៅសាច់វិញបាញ់ចៃបងសាច់អែមហ្មងមិញហ្នឹងគ្រាន់តែមកដល់ថតភ្លាមស្រេមមកគីឡូសាច់ភ្លាមហ្មងអូន1គីឡូសាច់តម្លៃប្រហែលដែរ1គីឡូសាច់សម្រាប់យើង discount នេះយើងលក់តែ 35,000 ទេសាច់អូ1គីឡូសាច់ 35,000 ហ៎បាទអូយតែបងមានអារម្មណ៍ថាត្រេមនេះសាច់ក្រាស់ណាស់អូនអើយសឹងតែអត់មានគ្រាប់ហើយបងហូបម្សៅមិញលេងហូបឡើងនិយាយទៅតែបងអត់ភ្លេចរសជាតិកាពីងដូងបងទេណាតែបន្តិចទៀតបងសុំអាកាពីងដូងមកដុំបានទេមានទេចង់បានមិនក៏បានដែរមកទិញអ្នកលក់ចង់បានសាច់ទុនក៏បានកាពីងដូងក៏បានអូកាពីងដូងតែបើកាពីងដូងវារសជាតិត្រេនណាហ្នឹងហើយអាហ្នឹងទ្រឹស្ដីខ្ញុំកាលពីម្សិលមិញថ្ងៃបាទម្សិលមួយថ្ងៃអូខេត្រូវម្សិលមួយថ្ងៃនេះបងប្អូននេះ1គីឡូសាច់បងប្អូននេះអូចំណងណាបងប្អូនណាចាំមើលនេះទឹកដៃគាត់ពុះត្រេនគឺជំនាញហ្មងបងប្អូនអត់ឡើងលេងពាក់សំដៃណាបាទគេហៅថាអាប់ហ្មងអាប់ប្រវែលបងប្អូនអូយឡងដល់ហើយឃើញតែសាច់ត្រេនក៏ញាក់សាច់ធ្វើដែរហ្មងនេះអូយអូយឡើងលឿងហ្មងនេះសាច់ដោះគោគេហៅសាច់ដោះគោបងប្អូនសាច់ដោះគោហ្នឹងហើយហើយបើនិយាយសាច់ក្នុងវិញបាញ់ចៃទេបងប្អូនអើយនិយាយបើខ្ញុំហូបហើយបងប្អូនមួយគឺឆ្អែតបងតែម្ដុំទេបងប្អូនតែម្ដុំហើយលេង1គីឡូនេះដឹងប៉ុន្មាននេះមិនឆ្អែតនេះអូបងប្អូនចាំមើលអស់គ្នាសាច់គាត់ពុះអែមញ៉ាគេជំនាញហ្មងគេជំនាញពុះដាក់គប់1គីឡូសាច់1គីឡូនេះបងប្អូនឃើញទេគេជំនាញគេពុះមកគឺអែមមកសុទ្ធតែសាច់មកនេះអូនស្លោះល្អអូយពីហ្នឹងស្រួល1គីឡូបាត់អីហ្នឹងហ៎ពីដុំហ្នឹង1គីឡូបាត់អីហ្នឹងហើយអញប៉ះមើលសាច់មើលសាក់ក្លឹងតិចមើលបាន1គីឡូនៅពីហ្នឹងបងហើយនិយាយទៅអត់មានបាត់ព្រេងជីងបាត់អីបងប្អូនគឺអូ9ខាំហ្នឹងសំតិចហ្នឹងសេរីអាណាទូចតិចមកដុំទូចមកបានហើយគ្រប់ហើយហ្នឹងហ្នឹងអូនេះឃើញទេបងប្អូនគេអ្នកលក់គេមានអាខ្លែបទូចទៀតឃើញទេអូតែបើនិយាយពីសាច់វិញបាញ់ចៃបងប្អូនសាច់ក្រាស់ល្អណាបងឃើញលុកចិត្តមិញហ៎នេះបើសិនណាគេឲ្យខ្ញុំ